ជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាថ្ងៃនេះមកឆាស្ដាយប្រុសញ៉ាំជាមួយខ្ញុំទាំងអស់គ្នាបងប្អូនតាមពិតស្ដាយប្រុសវាល្អម្យ៉ាងដែរបងប្អូនដូចរបៀបដូចថាសុខភាពចឹងវាឆ្ងាញ់អាចញ៉ាំលេងក៏បានដែរហើយញ៉ាំមួយបាយក៏បានដែរពេលយើងត្រូវគ្នាទាំងអស់ចឹងណាតើបងប្អូនកុំឲ្យខាត់ទេមកមើលពីគ្រឿងផ្សំដែលយើងមានតៅហ៊ូម្ដុំហ្នឹងតែ1000ទេបងហើយខ្ញុំហាន់វាខ្ញុំបងហើយកុំឲ្យខាត់ពេកបងប្អូនអញ្ចឹងណាហើយមានស្លឹកកញ្ឆាយខ្ញុំតែងមកខាំបងប្អូនហើយស្បែកប្រុសខ្ញុំតែងគឺអស់2000បងប្អូនដោយសារស្បែកប្រុសវាឡើងថ្លៃអញ្ចឹងណាហើយសម្រាប់សាច់គឺខ្ញុំប្រើគ្រឿងក្នុងមកបងគ្រឿងក្នុងហ្នឹងគឺមានបេះដូងថ្លើមហើយកលៀនទៅបងប្អូនហាន់វាស្ដាំមកដាក់ដាំទឹកបន្តិចដាក់អំបិលចូលបន្តិចបងប្អូនសោះវាឲ្យមកសពតតិចបងប្អូនដើម្បីវាចេញជាតិឆ្អាបហើយមុននឹងយើងដាក់ឆាហើយខ្ញុំក៏ថែមជាមួយនឹងសាច់ជ្រូកដែរបងប្អូនជ្រូក3ជាន់ហាត់ចូលខាំចូលបន្ថែមបន្តិចទៀតចឹងណាហើយសម្រាប់កលៀនបងប្អូនកុំភ្លេចនៅពេលដែលបងប្អូនធ្វើគឺបងប្អូនយកអក្សរសខាងក្នុងចេញអស់ព្រោះអានោះវាឆ្អិនហើយយើងដាក់សទឹកទៅគឺឆ្ងាញ់ទេបងប្អូនតែគាត់កលៀនបងអ្នកអត់ចេះធ្វើវាធំក្លិនឆ្អែតអត់ឆ្ងាញ់ទេតែបើយើងយកអាជាតិឆ្អែតហ្នឹងចេញអស់យើងស្រង់ទឹកបន្តិចឆ្ងាញ់ណាស់បងប្អូនក៏ឥឡូវយើងមកមើលពីរបៀបធ្វើហ្មងយើងដាក់ខ្លាញ់ចូលយើងដាក់ខ្ទឹមមកបងប្អូនខ្ទឹមតែឯងច្រើនតិចណាបងប្អូនវាឈ្ងុយណាយើងពងវាឡើងពងក្លាតអញ្ចឹងមកបន្ទាប់មកចាំយើងដាក់សាច់ចូលខ្ញុំដាក់សាច់ចូលមុនបងប្អូនឲ្យសារគ្រឿងក្នុងខ្ញុំសោះវារៀងមកសពបអីចឹងឥឡូវខ្ញុំឆាសាច់ឲ្យវាចូលគ្នាជាមួយខ្ទឹមខ្លាញ់ឲ្យវារៀងចេញក្លិនឈ្ងុយខ្ទឹមជាមួយនឹងសាច់ជ្រូកចេញជាតិឆ្អាបតិចចឹងទៅបន្ទាប់មកបានខ្ញុំចាប់ផ្ដើមដាក់គ្រឿងក្នុងដែរខ្ញុំដាក់មួយនឹងខ្ញុំសោះមួយនឹងចូលជាមួយគ្នាហ្មងចឹងទៅវាធ្វើឲ្យគ្រឿងក្នុងយើងវាអត់បាត់រសជាតិហើយវាអត់កស្ងួតពេកក៏វានៅតែរក្សារសជាតិទន់ឆ្ងាញ់ដដែលអញ្ចឹងណាចឹងបងប្អូនមកមុខនេះគឺវារៀងងាយស្រួលក្នុងការធ្វើដែរប៉ុន្តែគ្រាន់ថារឿងវារៀងគ្រឿងវាចិត្តចប់តិចបងតែបើបងប្អូនចង់ដាក់ឈាមបន្ថែមក៏បានដែរតែដោយសារនេះខ្ញុំដាក់ឈាមកាហ្វេសាមុនគឺអត់សូវមានអ្នកញ៉ាំហ្មងអ្នកផ្ទះគាត់ចូលចិត្តគាត់ញ៉ាំតែរបៀបគ្រឿងក្នុងសាច់អញ្ចឹងណាយើងមកដាក់ប៊ីចេងមកចុងស្ព្រាបាយបងប្អូននឹងម្សៅស៊ុបខ្នុរដាក់ហើយជាមួយស្ព្រាកាហ្វេមកចាហើយបន្ទាប់មកទៀតយើងបន្ថែមស្ករបន្ថែមប្រេងខ្យងទឹកស្អ៊ីវតាមចំណង់ចិត្តណាបងប្អូនហើយទឹកត្រីក៏កុំភ្លេចដាក់ថែមផងដែរប៉ុន្តែបងប្អូនគ្រឿងផ្សំហ្នឹងដាក់តាមតិចសិនបានហើយកុំឲ្យវារសជាតិដិតវានឹងប្រៃពេកអញ្ចឹងណាព្រោះថាបើយើងឆាបែបយើងញ៉ាំលេងយើងឆាឡំមកបានតែបើញ៉ាំជាមួយបាយយើងដាក់រសជាតិល្មមតាមចំណង់ចិត្តបងមកហើយយើងធ្វើការកូរយើងឆាវាជួបគ្រឿងគ្នាអញ្ចឹងមកតំណងបងប្អូនមកមុខនេះគឺអ្នកផ្ទះខ្ញុំក៏ចូលចិត្តមែនតើទៅធ្វើហ្នឹងញ៉ាំបាយអស់ម្នាក់2-3ចានអីហើយឥឡូវខ្ញុំមកថែមស្ករបន្តិចបងប្អូនព្រោះអត់ហ៊ានដាក់ស្ករមុននេះខ្លាចពេលដែលយើងឆាវាទៅវាឡើងខ្លោចអញ្ចឹងយើងស្ករចាំដាក់ក្រោយគេនៅពេលដែលសាច់ឆ្អិនអញ្ចឹងទៅឥឡូវខ្ញុំមកដាក់ជាមួយនឹងតៅហ៊ូបំពងមុនហ្នឹងគឺខ្ញុំបំពងហើយវាក្រហមបន្តិចមកហើយដាក់វាចូលទៅណាពេលសាច់ឆ្អិនហ្នឹងណាដើម្បីឲ្យវាចូលជាតិជាមួយទឹកមួយគ្រឿងហ្នឹងតែប៉ុណ្ណឹងបងប្អូនភ្លក់យករសជាតិដែលបងប្អូនចង់បានទៅបើសិនជាគាត់ថារសជាតិនឹងល្មមហើយបងប្អូនអាចដាក់ស្បែកប្ដោចូលស្បែកប្ដោហ្នឹងបើចង់ដាក់ឲ្យវារៀងអលួយពេកទេបងប្អូនតាកូរ 4-5 ត្រឡប់មកព្រោះហ្នឹងយើងញ៉ាំឆៅក៏បានដែរយើងដាក់មកល្មមមកនៅរសជាតិនឹងជ្រឹបបន្តិចមកបានឆ្ងាញ់មកនេះគឺថាបើសិនជាបងប្អូនចូលចិត្តបងប្អូនធ្វើទៅគឺចំណេញបងប្អូនព្រោះបន្លែអីតែតែ2000ហ្នឹងញ៉ាំអស់ទេបងប្អូនបើសិនបងប្អូនសម្រាប់ទឹកតិចចង់ធ្វើតិចតួចទិញ1000ហ្នឹងក៏លឹងមកកណោដែរពីមុនខ្ញុំទិញតែ1000ទេតែដល់ពេលឥឡូវប្រហែលជាស្ដាយវាឡើងថ្លៃវាបានហ្នឹងតិចខ្ញុំក៏ទិញថែម1000ទៀតដោយសារយើងចូលចិត្តប្រោះដែរអញ្ចឹងណាឥឡូវឆ្អិនជាការស្រេចទេបងប្អូនយើងអាចដួសដាក់ចានទៅញ៉ាំបានអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតមកដល់ចប់ណាបងប្អូនកុំភ្លេចជួយចុច like subscribe និង share វីដេអូរបស់បងប្អូនមួយផងដើម្បី
ទទួលបានវីដេអូបន្តទេបងប្អូនហើយជាការលើកទឹកចិត្តដល់បងប្អូនក្នុងការផលិតវីដេអូថ្មីសម្រាប់បងប្អូនអញ្ចឹងណាដើម្បីបងប្អូនទាំងអស់គ្នាជូនពរបងប្អូនទាំងអស់គ្នាទទួលទានមានបានគ្រប់ក្រុមគ្រួសារជួបគ្នានៅវីដេអូបន្តបង